បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុងណារ៉េតពីទីក្រុងឡុងប៊ីរដ្ឋកាលីហ្វ័រញ៉ានេះគឺជារាត្រីថ្ងៃទី20ខែតុលាឆ្នាំ2025នៅរាត្រីថ្ងៃទី20ខែតុលាឆ្នាំ2025នេះគឺបង្អែមលៀងមាត់ព័ត៌មានទី1នេះគឺតកតងនឹងសំទោសរដ្ឋមន្ត្រីការបរទេសថៃបានប្រកាសថានឹងគ្មានទេកិច្ចព្រមព្រៀងសន្តិភាពក្រុងកូឡាលំពួរបើកម្ពុជាមិនព្រមតាមលក្ខខណ្ឌទាំង4របស់ថៃតើមានន័យថាយ៉ាងម៉េចទៅមិនព្រមតាមលក្ខខណ្ឌទាំង4របស់ថៃបើប្រហែលថ្ងៃមុនលោកប្រាក់សុខុនទើបលើកឡើងថាគីថៃនឹងដោះលែងដោយមិនរងចាំនៅយើងហៅថាទាហានរបស់យើងទាំង18នាក់ដូចព្រមព្រៀងគ្នាដល់9ចំណុចឯណោះឥឡូវថៃថាសំបីតែ4ចំណុចហ្នឹងក៏មិនទាន់ឃើញថាត្រូវរើគ្នាផងហើយបើកម្ពុជាមិនព្រមគ្មានទេកិច្ចព្រមព្រៀងនេះហើយក៏គ្មានដែរការដែលដោះលែងទាហានខ្មែរទាំង18នាក់រឿងទី2គឺតកតងនឹងភូមិព្រៃច័ន្ទអាជ្ញាធរថៃបានឈូសឆាយដីនិងរាវមីនបានលឿនជាងការគ្រោងទុករហូតដល់តែសម្រេចផ្ដល់ប្លង់កម្មសិទ្ធិ2ដីបានដីឡូ2ដុំទៅឲ្យប្រជាពលរដ្ឋថៃនៅភូមិព្រៃច័ន្ទជាផ្លូវការដោយអះអាងថានេះគឺជាដីកម្មសិទ្ធិរបស់ថៃក្រោយ40ឆ្នាំជាងទើបដណ្ដើមបានពីខ្មែរវិញតើរឿងនេះយ៉ាងម៉េចបងប្អូនហើយឮខាងព័ត៌មានខាងរដ្ឋាភិបាលកម្ពុជាក្រសួងព័ត៌មានកម្ពុជានឹងក៏បានច្រានចោលព័ត៌មាននឹងថាមិនពិតមិនអីអញ្ចឹងទេអ្នកណាផ្សាយព័ត៌មាននេះគឺចាត់ទុកថាជាព័ត៌មានคล้ายអីអញ្ចឹងទៅតែខាងថៃគេផ្សាយឡើងស្រោចឲ្យនៅទៅខាងយើងគេថាคล้ายព័ត៌មានបន្ទាប់ទៀតគឺតកតងនឹងចំណាត់ការរបស់ធនាគារសាខាធនាគារកូរ៉េខាងត្បូងនៅឯទីក្រុងភ្នំពេញគឺថ្ងៃនេះបានបង្កក់ប្រាក់នៅឯសាខាធនាគារកូរ៉េខាងត្បូងនៅទីក្រុងភ្នំពេញមិនតិចជាង4សាខាទេដែលពាក់ព័ន្ធនឹងអង្គការឬក៏អ្នកអង្គការជេនស៊ីដែលមានទឹកប្រាក់ដែលត្រូវបានបង្កក់នោះជាង$60 លានតើធនាគារណាខ្លះនៅកម្ពុជាដែលជាសាខារបស់ធនាគាររបស់ប្រទេសកូរ៉េខាងត្បូងដែលបង្កក់ប្រាក់ដល់សន្ធឹកហើយតើអតិថិជននឹងរងផលប៉ះពាល់យ៉ាងណាហើយចំណាត់ការរបស់រដ្ឋាភិបាលកូរ៉េយ៉ាងម៉េចទៅវិញតកតងនឹងរឿងឆបោកអនឡាញនិងរឿងអកតកម្មអនឡាញនេះបាទរឿងបន្ទាប់ទៅទៀតគឺតកតងនឹងប្រជាពលរដ្ឋថៃស្ទើរតែ100%អត់គាំទ្រតកតងនឹងការនាំសំណុំរឿងព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ទេហើយជំហរនេះគឺបង្ហាញនៅក្នុងការស្ទង់មតិដ៏ធំមួយនៅប្រទេសថៃកាលពីសប្តាហ៍កន្លងទៅនេះថាតើហេតុអីបានជាថៃស្ទាក់ស្ទើរឬក៏មិនគាំទ្រការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនេះតតែសោះតើថៃមានអត្តកំបាំងអ្វីហើយចំណុចខ្សោយអ្វីខ្ញុំនឹងពន្យល់លម្អិតបន្តិចទៀតនេះដែរបាទព័ត៌មានបន្ទាប់ទៀតគឺព័ត៌មានទី5គឺតកតងនឹងក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានដើម្បីជំរះភាពមន្ទិលដែលខ្លួនអះអាងថាគឺជាការបង្ហាញអំពីភាពស្អាតស្អំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺលោកសសុខាដែលថាមិនពាក់ព័ន្ធនឹងក្រុមហ៊ុន Prince របស់អង្គការ JNC ឬក៏មិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនមួយឈ្មោះថាចិនប៉ៃដែលជាក្រុមហ៊ុនសន្តាគារកាស៊ីណូបនលបែងនៅឯក្រុងព្រះសីហនុនោះទេបាទតើសេចក្តីថ្លែងការណ៍ប្រកាសអំពីភាពស្អាតស្អំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះនឹងមានឥទ្ធិពលហើយមានព័ត៌មានលម្អិតប៉ុណ្ណាហើយអាចជំរះបញ្ជីខ្មៅរបស់លោកចេញពីឈ្មោះដែលគេដាក់នៅក្នុងបញ្ជីខ្មៅនឹងបានដែរឬយ៉ាងណានេះគឺជាព័ត៌មាននៅក្នុងការផ្សាយនេះដែរហើយមួយទៀតគឺតកតងនឹងអាជ្ញាធរបានចាប់ខ្លួនមគ្គុទ្ទេសក៍ទេសចរខ្មែរម្នាក់នៅខេត្តសៀមរាបក្រោយលោកបានបង្ហោះសារលើបណ្ដាញសង្គមពាក់ព័ន្ធនឹងក្រុមយុវជនក្មេងៗ Gen Z នៅឯប្រទេសនេប៉ាល់ដែលផ្ដួលរំលំរដ្ឋាភិបាលនេប៉ាល់តើចំណាត់ការនេះយ៉ាងម៉េចទៅវិញហើយមានហេតុផលគ្រប់គ្រាន់នៅក្នុងការចាប់ខ្លួនគាត់ឬក៏ប៉ះពាល់ដល់សិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិយ៉ាងដូចម្ដេចនៅពេលដែលព័ត៌មាន
តកតងនឹងរឿងរសើបនេះត្រូវបានអាជ្ញាធរចាត់ការយ៉ាងតន់ហន់បែបនេះបាទមួយទៀតគឺតកតងនឹងញត្តិរបស់បុគ្គលិកកម្មករ Nagavel ដែលយកទៅដាក់តាមបណ្ដាអង្គទូតនានាផ្សះសំទោសស្វាស្វែងរកការដោះស្រាយបញ្ហាគាត់ដែលរ៉ាំរ៉ៃអូសបន្លាយពេលជាង4ឆ្នាំទៅហើយអត់មានដំណោះស្រាយសោះដែលមកដល់ពេលនេះគឺពួកគាត់តវ៉ាត្រូវគេធ្វើទុកបុកម្នេញរាល់ខែរាល់ថ្ងៃគ្មានស្រាកស្រានប៉ុន្តែហាក់បីដូចជាមិនមានដំណោះស្រាយហើយនៅតែតវ៉ាអញ្ចឹងជាប្រចាំតើញត្តិរបស់គាត់ចង់ឲ្យស្ថានទូតបរទេសជួយអីហើយក្រសួងការងារដែលជាមេដាបេដាជាម៉ែឪនោះតើអាចជួយអីគាត់បាន4ឆ្នាំជាងហើយនៅតែមិនមានដំណោះស្រាយហើយខាងក្រសួងការងារគេបកស្រាយយ៉ាងម៉េចហើយនឹងបន្ទាប់ទៀតគឺព័ត៌មានតកតងនឹងរឿងកិច្ចប្រជុំរបស់គណៈកម្មការឬលេខាធិការដ្ឋានរបស់គណៈកម្មការកិច្ចការព្រំដែនគេបានជួបគ្នានៅថ្ងៃនេះដើម្បីត្រៀមជួបប្រជុំធំមួយនៅពេលខ្លីខាងមុខនេះថាតើរឿងនេះយ៉ាងម៉េចហើយនឹងព័ត៌មានអំពីការសម្ពោធឲ្យប្រើប្រាស់ពលានយន្តហោះអន្តរជាតិនៅភ្នំពេញដែលបានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្រោយប្រាស់ជាផ្លូវការនឹងបានជាង1ខែទៅហើយនឹងសាររបស់លោកហ៊ុនម៉ាណែតដែលថ្លែងប្រាប់ប្រជាពលរដ្ឋកុំឲ្យនាំគ្នាសួរនាំច្រើនពេកអារឿងបាត់អីបានអីតកតងរឿងព្រំដែនហ្នឹងព្រោះឲ្យជឿទុកចិត្តរដ្ឋាភិបាលកម្ពុជាទៅបាទតើរឿងនេះប្រជាពលរដ្ឋជឿលើរដ្ឋាភិបាលកម្ពុជាប៉ុន្មានហើយព័ត៌មានតកតងនឹងនាយករដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវរៈគុលថ្ងៃនេះបានប្រកាសយ៉ាងជឿជាក់ថាលោកនឹងរំលាយរដ្ឋសភាថៃចោលនៅមុនកាលកំណត់4ខែបានន័យថារំលាយមុនខែមករាដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតមួយថ្មីនៅប្រទេសថៃឲ្យបានឆាប់តាមដែលអាចធ្វើទៅបានតើការប្រកាសរំលាយសភានេះចលាចលប្រទេសថៃប៉ុណ្ណាទៀតឬក៏មានស្ថានភាពកលយុគយ៉ាងម៉េចទៅហើយព្រោះលោកអនុទិនកាន់ជានាយរដ្ឋមន្ត្រីទៅបានប្រមាណមិនទាន់បានក្តៅកៅអីស្រួលបួលផងបាទហើយបាទនេះគឺជាព័ត៌មានសង្ខេបដែលមានតការសង្ខេបប្រចាំថ្ងៃឥឡូវនេះខ្ញុំចាប់ផ្ដើមពីព័ត៌មានទី1ទៅព័ត៌មានទី1នេះចង់និយាយអំពីរដ្ឋមន្ត្រីការបរទេសថៃថ្ងៃនេះដែលគាត់ដាក់ជាចម្ងល់ថាឆ្ងល់ថារដ្ឋមន្ត្រីការបរទេសខ្មែរជប់កិច្ចព្រមព្រៀង9ចំណុចមកពីណាបើថៃច្បាស់ការថាបានពិភាក្សាតែ4ចំណុចរឿងនេះគួរឲ្យចាប់អារម្មណ៍មែនតើដោយសារតែបងប្អូនដឹងហើយអាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរដែលយើងឮតាមបណ្ដាញផ្សព្វផ្សាយយ៉ាងស្រស់គ្នាយ៉ាងស្រោចមួយរយៈពេលចុងក្រោយហ្នឹងហើយប្រជាប្រដ្ឋខ្មែរយើងហ្នឹងក៏បងប្អូនយើងមានក្តីសង្ឃឹមច្រើនរហូតដល់តែផ្សាយព័ត៌មានបន្ថែមឲ្យលឿនជាងព័ត៌មានដែលពិតនោះថាគេដោះលែងទាហានយើងទាំង18នាក់ចូលរួមត្រេកអរអបអរសាទរឲ្យបានមកជួបជុំបងប្អូនក្រុមគ្រួសារអីអញ្ចឹងជាដើមក៏ប៉ុន្តែទាហានយើងនៅពងកាន់បោះផ្ទះនៅថៃនោះឡើយទេគេឲ្យបោះផ្ទះឲ្យអីហ្នឹងដោយសារតែជាប់ឃុំឃាំងជាចំណាប់ខ្មាំងរបស់គេហើយថៃគេអត់មានបាននិយាយពីរឿងដោះលែងនឹងទេបើសិនជាយើងអត់អនុវត្តតាមលក្ខខណ្ឌទាំង4ខរបស់គេហើយលក្ខខណ្ឌ4ខរបស់គេនេះគឺថ្ងៃនេះគឺគេបញ្ជាក់ឡើងវិញគឺលោកស៊ីហាស័កភួងកេតកែវលោកស៊ីហាស័កភួងកេតកែវនេះគឺគាត់បញ្ជាក់ពេលដែលគាត់ធ្វើទស្សនកិច្ចទៅប្រទេសប៊ូថានដើម្បីទស្សនកិច្ចផ្លូវរដ្ឋនៅពេលដែលជួបធ្វើតែប្រស្រ័យតាក់ទងឬក៏សំណេះសំណាលជាមួយអ្នកសារព័ត៌មានគាត់បានបង្ហើបប្រាប់ថារឿងដែលសំខាន់គឺកម្ពុជាត្រូវតែអនុវត្តឲ្យបានពេញលេញតាមសំណើឬក៏លក្ខខណ្ឌទាំង4ចំណុចរបស់ថៃអត់មាន9ចំណុចដោយលោកប្រាក់សុខុនលើកឡើងទេហើយខ្ញុំឆ្ងល់ថាពួកគាត់ចរចាគ្នាជជែកគ្នាយ៉ាងម៉េចបើយើងជជែកគ្នាហើយស្រាប់តែមកចេញមកខាងខ្មែរនិយាយផ្សេងខាងថៃនិយាយផ្សឹងខាងខ្មែរយើងដឹងហើយលោកប្រាក់សុខុនដែលជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាចេញមកបង្ហាញអំពីលក្ខខណ្ឌចំណុចរហូតដល់ទៅ9ចំណុចនៅក្នុងការដែលត្រៀមដើម្បីឲ្យមាននៅក្នុងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរដែលលោកដូណាល់ត្រាំធ្វើជាអធិបតី
កម្ពុជាអះអាងថាចំណុចទាំង9ហ្នឹងគឺមានទាំងការដោះលែងទាហានខ្មែរប៉ុន្តែការដោះលែងទាហានខ្មែរទាំង18នាក់មិនមែនជាលក្ខខណ្ឌរបស់កម្ពុជាដាក់នៅក្នុងកិច្ចព្រមព្រៀងជំរុញឲ្យថៃដោះលែងទេគ្រាន់តែថានៅពេលដែលចរចាមានកិច្ចព្រមព្រៀងហ្នឹងបាត់វាថាឲ្យមានសន្តិភាពជាមួយថៃខ្មែរគឺសង្ឃឹមថាទាហានខ្មែរទាំង18នាក់នឹងបានដោះលែងឆាប់ក្រោយនោះហើយមានចំណុចច្រើនចំណុចទៀតដែលតកតងនឹងការដោះស្រាយតាមសន្តិវិធីចង់ឲ្យមានសន្តិភាពចង់ឲ្យថាកម្ពុជានឹងមិនចង់បានដីគេទេគឺចង់បានតែរបស់ខ្លួនស្របច្បាប់អីឡាប៉ុន្តែអ្វីដែលរដ្ឋមន្ត្រីក្រសួងការបរទេសថៃស៊ីរស័ក្តិសិហស័កភួងកេតកៅលើកឡើងនេះក៏ថាអត់មានបានជជែកអ្វីដូចលោកប្រាក់សុខុនលើកឡើងទេគឺទី1គេច្រានចោលការដែលដោះលែងទាហានខ្មែរទាំង18នាក់ហ្នឹងគឺគេមិនដោះលែងទេលើកលែងតែកម្ពុជាអនុវត្តតាមលក្ខខណ្ឌ4ចំណុចរបស់គេឲ្យបានហើយបងប្អូនលក្ខខណ្ឌ4ចំណុចហ្នឹងលក្ខខណ្ឌស្អីគេក៏ពិបាកមកម៉េះហើយហេតុអីបានជាថៃនៅតែជំរុញម្ដងហើយម្ដងទៀតថាត្រូវតែអនុវត្តតាមលក្ខខណ្ឌទាំង4ចំណុចលក្ខខណ្ឌទាំង4ចំណុចហ្នឹងគឺជាលក្ខខណ្ឌដែលថៃបានដីខ្មែរបាត់ដីតែប៉ុណ្្នឹងឯងហើយវាអត់មានអីប្លែកទេអញ្ចឹងបើសិនជាខ្មែរធ្វើតាមលក្ខខណ្ឌថៃបានន័យថាកិច្ចព្រមព្រៀងសន្តិភាពនេះគឺយើងបានសន្តិភាពតែថៃបានដីហើយអាសន្តិភាពដែលថៃបានដីយើងអត់បានដីហ្នឹងគឺយើងបាត់បង់អាតំបន់ដែលថៃកំពុងត្រួតត្រាហើយនឹងដូចជាភូមិព្រៃច័ន្ទភូមិជោគជ័យអីអាហ្នឹងហើយដែលជាបញ្ហានោះហើយចំពោះខ្ញុំបានលើកឡើងក្នុង show ខ្ញុំកាលពីម្សិលមួយថ្ងៃហើយថាបើអត់មានអាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាលំពួរហ្នឹងក៏អត់ចោះព្រោះយើងចង់បានសន្តិភាពមែនហើយប៉ុន្តែបើយើងចរចាគ្នាចង់បានសន្តិភាពឲ្យថៃក្របសង្កត់លើយើងហើយថៃអះអាងថានៅកន្លែងណាដែលខ្លួនគ្រប់គ្រងបានជាដីកម្មសិទ្ធិរបស់ខ្លួនបើទោះបីជាដែនអធិបតេយ្យរបស់កម្ពុជាតើកម្ពុជា17លានអ្នកទៅយល់ព្រមយ៉ាងម៉េចទៅកើតទៅដូច្នេះរឿងនេះក៏ទៅតែមិនរួចខ្មែរក៏ទៅតែមិនបានខ្ញុំគិតថាទៅមិនបានទេប៉ុន្តែប្រកាសកម្ពុជាគេទៅបានខ្ញុំអត់ដឹងមិនប៉ុន្តែចំពោះខ្ញុំជាខ្មែរខ្ញុំគិតថាវាទៅមិនកើតនៅពេលដែលយើងមានកិច្ចព្រមព្រៀងដែលយើងធ្វើឲ្យបាត់បង់អធិបតេយ្យរបស់យើងហើយយើងថៃគឺគេថាអត់ដែរថាអត់បាច់មានកិច្ចព្រមព្រៀងហ្នឹងក៏បានដែរបើអត់មានការឯកភាពអនុវត្តតាមលក្ខខណ្ឌទាំង4របស់ថៃដូច្នេះថៃហាក់បីដូចជាបញ្ជាក់ច្បាស់ហើយច្បាស់ទៀតដូចជាសង្កត់កកម្ពុជាក្នុងការរងសម្ពាធមួយដ៏ធំថាបើមានកិច្ចព្រមព្រៀងនេះមែនគឺបានន័យថាខ្មែរព្រមទទួលយកលក្ខខណ្ឌទាំង4ចំណុចរបស់ថៃហើយខ្ញុំជម្រាបម្ដងទៀតលក្ខខណ្ឌ4ចំណុចហ្នឹងមានអីគេខ្លះទី1ដកសពាវុធធនធ្ងន់ទាំងអស់ចេញពីព្រំដែនជួរមុខបានន័យថាឲ្យដកចេញមកបន្ទាយរៀងខ្លួនមកលោកប្រាក់សុខុនថាហ្នឹងអត់មានបញ្ហាទេព្រមតាមប៉ុន្តែនៅពេលរឿងទី2គឺរឿងដោះមីននៅតំបន់មានចំនួនថៃបញ្ជាក់ឲ្យគឺដោះមីនក្នុងតំបន់ព្រំដែនដែលថៃគិតថាកម្ពុជាទន្ទ្រានក្នុងដែនអធិបតេយ្យថៃអញ្ចឹងបានន័យថាការដោះមីននេះគឺដោះមីននៅតាមកន្លែងដែលថៃយកបលាលួសមរីអត់តាន់បានដោយសារតែខ្លាចជន់មីនអញ្ចឹងឲ្យខ្មែរដោះឲ្យអស់ហើយលក្ខខណ្ឌមួយនេះគឺជាលក្ខខណ្ឌព្រៃឫស្សីនិងប្រាក់ដួងហើយដោយសារអីខ្មែរយើងដូចថាដោយសារតែមានមីនច្រើននៅតំបន់ប្រាសាទតាកបីហ្នឹងដែលថៃអត់អាចចូលបានហើយថៃទទួលស្គាល់ការពិតថាវាយយកប្រាសាទតាកបីអត់បានដោយសារតែមីនអញ្ចឹងបើយើងដោះមីននៅក្នុងតំបន់ដែលមានចំនួនហ្នឹងគឺបានន័យថាយើងបើកឲ្យគេចូលមកបានគេការបារម្ភអញ្ចឹងទេប៉ុន្តែកម្ពុជាយល់ព្រមហើយរឿងដោះមីនហ្នឹងអត់មានបញ្ហាគ្រាន់តែថាដោះតាមកន្លែងណាទៅមុនហើយដាក់តាមបែបមនុស្សធម៌កម្ពុជាប្រកាន់ចំហតាមបែបមនុស្សធម៌ខ្ញុំជឿថាបើតាមបែបមនុស្សធម៌ហ្នឹងប្រហែលជាថៃមិនព្រមទេព្រោះអីអារឿងដោះមនុស្សធម៌ហ្នឹងខ្មែរដោះរាប់សិបឆ្នាំហើយថៃមានដែរឈឺក្បាលអីយើងដោះរំដោះដីស្រែឲ្យប្រជាពលរដ្ឋអាស្រ័យផលគ្រប់ទីកន្លែងហើយទៅយកពាក្យអាមនុស្សធម៌ហ្នឹងនៅក្នុងគោលការណ៍ចរចាជាមួយថៃតែមកស្អំចិត្តប្រជាពលរដ្ឋខ្មែរថាខ្មែរព្រមដោះមីននឹងដើម្បីមនុស្សធម៌ប្រើពាក្យមនុស្សធម៌នឹងឲ្យខ្លាំងដើម្បីឲ្យដឹងថាចងកាតព្វកិច្ចមួយថាអត់តាមលក្ខខណ្ឌថៃទេគឺយើងដោះទៅតាមអ្វីដែលជាក់ស្ដែងសំដោះដីប្រជាពលរដ្ឋឲ្យឆ្ងាយពីព្រំដែនទៀតតែថៃគេមានចង់បានរឿងឆ្ងាយពីព្រំដែនណាយើងដូចនិយាយអត់ត្រូវគ្នាសោះថៃគេបានប្រាប់ហើយថាគេចង់បានដោះនៅតំបន់មានចំនួនមានវិវាទ
ព្រោះអីគេចោតយើងថាដាក់មីនថ្មីអីណាទៀតផងអញ្ចឹងគេចង់ឲ្យដោះតំបន់ហ្នឹងអស់ដើម្បីគេស្រួលល្បាតគេស្រួលដាក់បលាលួសទេបើតាមខ្ញុំយល់ណាតែខ្មែរយើងអត់ចង់ស្របតាមកិច្ចព្រមព្រៀងហ្នឹងលក្ខខណ្ឌហ្នឹងទេព្រោះអីខ្លាចប្រជាពលរដ្ឋខ្មែរនាំគ្នារិះគន់គ្រប់គ្នាដែរថាដោយរឿងប្រាក់ដួងរឿងលងវែកអីចឹងទៅចឹងសុកចិត្តប្រើពាក្យថាមនុស្សធម៌តែព្រមដោះមីនប៉ុន្តែថៃនៅតែគិតថាការព្រមនេះគឺអត់ស្មោះសរទេបើព្រមតតែព្រមដោះមីននៅតំបន់មានវិវាទហ្នឹងអញ្ចឹងមិនន័យថាត្រូវគ្នាទេម្នាក់និយាយគោម្នាក់និយាយកបីទេគ្រាន់តែស្តៀងថាវាជាសត្វពាហនៈតែប៉ុណ្្នឹងឯងវាមិនមែនថាប្រៀបធៀបគោទៅនឹងយន្តហោះឬក៏ទៅនឹងគ្រឿងឡានអីចឹងឯងប៉ុន្តែឥឡូវនេះកំពុងតែគោនិងកបីតែវានៅតែខុសគ្នាវាតែជាចំណាត់ថ្នាក់នៃគោនិងកបីនឹងសត្វពាហនៈបំរើឲ្យការធ្វើកសិកម្មនៅមូលដ្ឋានអីជួយអូសនឹងគាល់អូសអីខ្លះអីអញ្ចឹងទៅក៏ថាវាចំណាត់ថ្នាក់ប៉ុន្តែអត់ត្រូវគ្នាទេមួយនិយាយមនុស្សធម៌មួយនិយាយពីតំបន់ចំនួនដែលកំពុងតែថៃចូលមកដាក់បលាលួសថែមអត់បានហើយថៃក៏ចង់កាច់ខ្មែរដែរបើសិនជាឲ្យខ្មែររាវមីននៅតំបន់មានចំនួនបានន័យថាខ្មែរព្រមទៅតាមថៃនៅក្នុងការតែថាដែនទាំងអស់ហ្នឹងជាដែនអធិបតេយ្យរបស់ថៃអីចឹងទៅអញ្ចឹងថៃខូចដែរអាហ្នឹងទី2ទី3គឺរឿងប្រយុទ្ធប្រឆាំងការជួញដូរអនឡាញខ្ញុំជឿថាប្រយុទ្ធប្រឆាំងការជួញដូរអនឡាញនេះការសហការមិនសហការគឺខ្មែរជាបំផុតទេព្រោះអីយើងកំពុងរងការថ្កោលទោសជុំទិសហើយបើអត់សហការមិនឲ្យមិនចាំបាច់ទៅដាក់សម្ពាធអីផងព្រោះវាត្រូវតែសហការឲ្យព្រោះអាហ្នឹងគឺជាឆ្លងដែនអន្តរជាតិហើយបើអន្តរជាតិទៅឲ្យខ្មែរធ្វើតែម្នាក់ឯងធ្វើមិនកើតវាត្រូវតែមានកិច្ចព្រមព្រៀងនឹងសហការគ្នាដូចជាបញ្ហាប៉ុន្តែបញ្ហាដែលធំទី4គឺតកតងនឹងការដែលគ្រប់គ្រងលំនៅឋានជំលះប្រជាពលរដ្ឋចេញពីភូមិព្រៃច័ន្ទហើយភូមិជោគជ័យនៅក្នុងតំបន់ព្រំដែននេះដែលតកតងនឹងការដែលថៃបានឈូសឆាយដីរួចទៅហើយថៃឈូសឆាយដីរាប់ម៉ឺនម៉ែត្រក្រឡាឥឡូវមកដល់នេះថ្ងៃនេះគឺថ្ងៃអាទិត្យនេះគឺគេបញ្ចប់ការឈូសឆាយដីនៅតំបន់ភូមិព្រៃច័ន្ទបានន័យថាចប់បាត់ទៅហើយត្រូវបកគលដី2ប្លង់ទៅឲ្យម្ចាស់របស់ខ្លួនដែលថៃគេថាម្ចាស់ដី40ឆ្នាំអត់ដឹងនៅណាហើយដល់ពេលឥឡូវមកថាដីដែលដដើមបានពីខ្មែរឈូសឆាយហ្នឹងទៅធ្វើប្លង់កម្មសិទ្ធិទៅនៅឡូលេខ55លេខ56នៅភូមិព្រៃច័ន្ទហ្នឹងយកទៅឲ្យជនជាតិថៃ2នាក់ដែលជាកសិករថៃឈ្មោះថាសំពងផេតចិត្តអាយុ65ឆ្នាំដែលទទួលបានដី1ឡូប្លង់លេខ55 14រ៉ៃហើយនឹងសំពងវងសំភូអាយុ67ឆ្នាំប្រាប់បងប្អូនគ្នាពីអ្នកគាត់នឹងព្រោះឈ្មោះសំពងដូចគ្នា67ឆ្នាំបងប្អូនគ្នា2ឆ្នាំដែលទទួលដីឡូលេខ56នៅភូមិព្រៃច័ន្ទហ្នឹង14រ៉ៃហើយអភិបាលខេត្តស្រះកែវគឺគេបញ្ចប់ចឹងទៅគេចាក់ដីចាក់អីចឹងទៅបកគលដីហ្នឹងទៅឲ្យអ្នកទាំងពីរអ្នកហ្នឹងឲ្យធ្វើជាពិធីផ្លូវការទៅទៀតក៏ប៉ុន្តែព័ត៌មានដែលនិយាយពីរឿងដីព្រៃច័ន្ទខាងថៃគេផ្សាយយ៉ាងកក្រើកហ្នឹងខាងក្រសួងព័ត៌មានយើងថាអ្នកណាផ្សាយព័ត៌មានអំពីរឿងដីដែលខាងភាគីខេត្តស្រះកែវយកទៅឲ្យជនជាតិថៃដើម្បីមានប្លង់កម្មសិទ្ធិហ្នឹងគឺជាព័ត៌មានមិនពិតអីចឹងទៅប៉ុន្តែរឿងពិតមិនពិតយើងអត់ដឹងទេអាខាងយើងនេះវាអត់មានព័ត៌មានណាផ្ទៀងផ្ទាត់បានសោះតែម្ដងព័ត៌មានឯករាជ្យយើងគឺស្ងាត់ឈឹងតែម្ដងបើថារដ្ឋាភិបាលចង់ឲ្យថាអីថានឹងរដ្ឋាភិបាលថាខ្លាំងរដ្ឋាភិបាលថា AI រដ្ឋាភិបាលចង់ឲ្យផ្សាយចឹងទៅដូច្នេះវាអកុសលយើងកន្លែងហ្នឹងយើងទៅអត់តាន់គេទេរឿងព័ត៌មានហ្នឹងគឺយើងទៅអត់តាន់គេទេប្រជាពលរដ្ឋនិយាយអីបន្តិចបន្តួចខ្ទប់មាត់គ្រប់គ្នាអញ្ចឹងអ្នកណាហ្នឹងររឿងគេសំបីអាសកម្មជនដែលផ្កាប់មុខគាំទ្រខ្លួនលុះខ្សែហ្នឹងក៏ររឿងដែរដកទួនាទីដាច់មុខងារចឹងទៅធ្វើទុកបុកម្នេញមិនចាប់ដាក់គុកមែនប៉ុន្តែគឺលែងឲ្យទុកចិត្តអីចឹងឬក៏ដូចថាចាត់ទុកថាជាអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតដែរសូម្បីតែក្រុមខ្លួនហ្នឹងណាអានឹងដល់ពេលសាច់ខ្លួនឯងទៅទៀតយើងដូចថាវាច្រើនពេកដូចពួកកម្មាភិបាលខ្មែរក្រហមចំនួនខ្មែរក្រហមខ្ញុំសម្លាប់អូយសម្លាប់ឲ្យតាណាក៏ខ្មាំងណាក៏ខ្មាំងចុងក្រោយអស់អ្នកសម្លាប់កម្មាភិបាលក្នុងជួរខ្លួនឯងរហូតតតែសម្លាប់ខ្លួនតែម្ដងទាំងអស់តែម្ដងពួកអីវាអស់មនុស្សសម្លាប់ដោយសង្ស័យគ្នារហូតឥឡូវនេះគឺរឿងនេះគឺយើងបានតែសម្លឹងមើលទៅហើយ
ថៃកាសា The Nation ក៏គេនៅតែប្រកាន់ចំហថាអភិបាលខេត្តស្រះកែវគឺគាត់ធ្វើពិធីប្រគល់ដីនេះហើយបានបញ្ជាក់ទៀតថាដីនេះ40ឆ្នាំហើយដែលអ្នកទាំងពីរអ្នកនេះដែលជាជនជាតិថៃនេះមិនអាចគ្រប់គ្រងដីកម្មសិទ្ធិរបស់ខ្លួនហើយធ្លាក់នៅក្នុងដីខ្មែរនៅប្រជាប្រដ្ឋខ្មែរគ្រប់គ្រងដោយខុសច្បាប់គេនិយាយចឹង40ឆ្នាំបងប្អូនជឿគាត់ដែរដី40ឆ្នាំអត់ថៃអត់គ្រប់គ្រងបានហើយឲ្យខ្មែរគ្រប់គ្រងបានហើយឥឡូវទឹមតដើមបានដែលមានអញ្ចឹងដែរខ្មែរណាទៅមានអធិពលស្អីទៅធ្វើអស់ចាអីម៉េះទៅយកដីគេបាន30-40ឆ្នាំគេអាចរករឿងបានទៅមករករឿងឥឡូវវាដូចរយៈកផែលពេកថៃហ្នឹងណាប៉ុន្តែឥឡូវរយៈកផែលមិនរយៈកផែលគឺគេយកហើយនៅពេលដែលគេយកអញ្ចឹងហើយដឹងយុរដ្ឋមន្ត្រីខ្មែរនិយាយថាម៉េចឯងលោកហ៊ុនម៉ាណែតថ្ងៃហ្នឹងពេលដែលគាត់ទៅសម្ពោធពិធីបើកឲ្យប្រើប្រាស់ជាផ្លូវការពលានយន្តហោះអន្តរជាតិនៅឯកដាលស្ទឹងហ្នឹងនៅខេត្តកដាលហ្នឹងគឺគាត់បាននិយាយថាសូមឲ្យបងប្អូនទាំងអស់កុំសួរនាំពីរឿងបានអីបាត់អីជឿជាក់លើរដ្ឋាភិបាលទៅសាររបស់លោកហ៊ុនម៉ាណែតនេះរងការរិះគន់ជុំទិសដែរដែលថាអត់ឲ្យសួរនាំរឿងបាត់អីបានអីស្លាប់អីនៅប្រមាណគ្រប់គ្រងកន្លែងណាបាត់កន្លែងណាអីព្រោះវាអត់តន់ចប់ទេនៅប្រទីងបតុងគ្នាប្រជាពលរដ្ឋត្រូវការដឹងប្រជាពលតាមពិតរដ្ឋាភិបាលខ្លួនឯងខូចទេព្រោះបើអត់ខូចឲ្យតែបានអីបន្តិចហ្នឹងទូងស្គរប្រេសស្គរអស់ហើយគោះទៅដោកគូងស្គរពេញតែភូមិតាឲ្យតែយើងបានដូច្នេះបងប្អូនមែនតើគួរតែអាណិតលោកហ៊ុនម៉ាណែតដែរមិនអញ្ចឹងរដ្ឋាភិបាលយើងអញ្ចឹងបកែអួតឲ្យតែអីបន្តិចហ្នឹងគឺយើងនឹងឲ្យសំពងដែលថាស្រោះគ្នាអាចេកធ្លាក់ទឹកហើយអើតែស្គរអញ្ចឹងទៅផ្ទះដៃអបអសាទរគ្រប់គ្នារឿងស្អីបន្តិចបន្តួចក៏ផ្ទះដៃដែរហើយកែអញ្ចឹងទៅមានញ៉ាត់មានអីគ្រប់ត្រអញ្ចឹងអូយើងវាយបានកន្លែងនេះយើងឈរជើងបានកន្លែងនេះយើងអីអញ្ចឹងបើឈ្នះគឺដឹងតែយើងទូងស្គរបែកស្គរហើយប៉ុន្តែបើស្ងាត់យើងគួរតែដឹងដែរប្រជាប្រដ្ឋខ្មែរគួរតែយល់ចិត្តរដ្ឋាភិបាលខ្មែរដែរដូច30-40ឆ្នាំដូចអត់បានស្គាល់ចិត្តគាត់មិនណាបានន័យថាបើគាត់ស្ងាត់គឺបាត់ហើយបាត់ទៅគេហើយព្រោះបើគាត់បានគឺគាត់ថាបន្តិចក៏គ្រាន់តែស្ពានអាកាសឆ្កែកន្លងផុតមួយហ្នឹងគឺថាមនុស្សទៅភ្លុកទឹកភ្លុកដីដើម្បីអីផ្សព្វផ្សាយឲ្យកក្រើកអំពីសមិទ្ធិតាមពិតយើងក៏អរគុណដែរតែរដ្ឋាភិបាលបានកសាងស្ពានប៉ុន្តែអាហ្នឹងវាដូចថាវាបង្ហិនថាវិការជាតិយកមនុស្សទៅប្រពាក់ប្រពូនគ្នាទៅរាវមីនផងអីផងអញ្ចឹងទៅវាស្ទះផ្លូវស្ទះអីចុះគ្រាន់តែស្ពានអាកាសមួយយើងឆ្កែហោះម្លងបានផ្លូវលោតម្លងបានហ្នឹងក៏យើងថាអញ្ចឹងដល់ពេលនៅចង់ធ្វើចង់គម្រោងហ្នឹងយូរទៅគឺវល់តែរឿងតាគម្រោងហ្នឹងអាអ្វីផ្សេងទៀតហ្នឹងគឺយើងដោះស្រាយអត់បានណាប៉ុន្តែយ៉ាងណារដ្ឋាភិបាលមានអីគឺគេត្រូវអួតចឹងហើយអាហ្នឹងវាជាការងាររបស់គេតែគេសួរមុងណារ៉េតឯងអីក៏ទៅគ្រប់រឿងមកឡេះបើអត់ឲ្យគេអួតពីសមិទ្ធិរបស់គេឲ្យគេអួតពីអីឲ្យអួតពីការរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យអួតអំពីអំពើពុករលួយអួតអំពីការដែលបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអួតអំពីការធ្វើទុកបុកម្នេញអង្គការសង្គមស៊ីវិលឯករាជ្យអួតអំពីការដែលចាប់យុវជនមេដាធម្មជាតិឬក៏សកម្មជនងើបមួយវាយមួយនិយាយទៅគឺគេធ្វើតែអាណាដែលជាសមិទ្ធិរបស់គេអញ្ចឹងហើយប៉ុន្តែខ្ញុំនិយាយនេះគ្រាន់តែចង់និយាយថាបើរដ្ឋាភិបាលអត់អួតគឺយើងបាត់ហើយគឺយើងបានតែគេហើយតែប៉ុណ្្នឹងអញ្ចឹងបើលោកហ៊ុនម៉ាណែតប្រាប់ថាកុំសួរនាំអារឿងបាត់ជឿទៅលើរដ្ឋាភិបាលបានន័យថាបាត់ហើយពលរដ្ឋាភិបាលបើបានហើយគឺប្រកាសផ្អើលហើយតំបន់នេះយើងគ្រប់គ្រងតំបន់នេះយើងអីអញ្ចឹងទៅប៉ុន្តែលោកហ៊ុនម៉ាណែតក៏មានហេតុផលសមរម្យរបស់គាត់ដែរថាអត់ដែលបោះបង់សិទ្ធិទាមទារទេនេះអ្វីដែលរដ្ឋាភិបាលលើកឡើងអត់បោះបង់សិទ្ធិទាមទារដូច្នេះបងប្អូនសង្ឃឹមទៅថានឹងមានការទាមទារគាត់ថាអ្វីដែលយើងគួរឲ្យបារម្ភហ្នឹងគឺទាមទារអង្កលពាក្យថាមិនបោះបង់សិទ្ធិទាមទារហ្នឹងមានអ្នកណាចាំបាច់និយាយធ្វើអីរដ្ឋាភិបាលណាក៏គេមានសិទ្ធិទាមទារដែរណាស់តែមិនទា
ព្រោះអីយើងជារដ្ឋាភិបាលស្របច្បាប់ហើយអត់មានប្រជាពលរដ្ឋណាទៅអាចដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិបានទេព្រោះតុលាការអន្តរជាតិមានយុត្តាធិការដើម្បីឲ្យប្រទេសជាសមាជិករបស់ ICJ នឹងដាក់ពាក្យប្តឹងយើងជារដ្ឋសមាជិកបានដាក់ពាក្យប្តឹងប្រជាពលរដ្ឋណាក៏ដោយរួមទាំងរដ្ឋាភិបាលក្រៅរដ្ឋាភិបាលនឹងទៀតផងក៏អត់មានសិទ្ធិទៅដាក់ពាក្យអីជាមួយនឹងតុលាការយុត្តិធម៌អន្តរជាតិទេក៏ប៉ុន្តែពួកគាត់អាចគៀកោរញ៉ាត់អីស្នាមមេដៃប្រជាពលរដ្ឋទៅដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលសប្ងៃនេះដែលជាម្ចាស់កម្មសិទ្ធិស្របច្បាប់ជាសមាជិករបស់តុលាការ ICJ ហ្នឹងគាត់ដាក់ពាក្យប្តឹងតែប៉ុណ្្នឹងព្រោះបើអត់ដាក់គឺបានន័យថាដូចជាអានេះគេហៅបងប្អូនខ្ញុំមានសុភាសិតអង់គ្លេសមួយគេហៅ the dog in the fishmonger នៅក្នុងក្រោលសេះមួយនៅពេលដែលអាកន្លែងដែលគេធ្វើជាប្រអប់មួយអញ្ចឹងទៅដាក់ចំណីឲ្យសេះស៊ីបងប្អូនសេះហ្នឹងវាមានស្មៅអីបន្តិចទៅហើយទៅវាមានស្រូវអីបន្តិចបន្តួចអញ្ចឹងរោយនៅលើហ្នឹងដើម្បីឲ្យសេះស៊ីជាអាហារក៏ប៉ុន្តែឆ្កែនៅពេលដែលឃើញអាកន្លែងប្រអប់ហ្នឹងមានស្មៅមានអីស្រួលបួលអីអញ្ចឹងផងគឺវាកក់ក្ដៅវាស្រួលឡើងទៅដេកនៅហ្នឹងដល់ទៅពេលឆ្កែទៅដេកនៅហ្នឹងអាសេះហ្នឹងវាស៊ីអាស្រូវហ្នឹងក៏មិនបានស៊ីអាស្មៅហ្នឹងក៏មិនបានប៉ុន្តែសួរថាឆ្កែស៊ីកើតអត់ស្មៅហ្នឹងហើយនឹងអាពោតដែលឬក៏ស្រូវស្អីដែលគេដាក់ឲ្យសេះស៊ីហ្នឹងឆ្កែហ្នឹងស៊ីអត់បានទេដូច្នេះនៅពេលដែលឆ្កែស៊ីអត់បានសេះក៏ស៊ីអត់បានប៉ុន្តែសំខាន់គឺអានោះជាចំណីសេះទេមិនមែនជាចំណីរបស់ឆ្កែទេតែឆ្កែទៅឡើងដេកលើហ្នឹងដែលធ្វើឲ្យវាសេះវាស៊ីអត់បាននៅក្នុងលក្ខខណ្ឌបែបនេះគឺគេនិយាយថារដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើខ្លួនឲ្យទៅជាសត្វឆ្កែរារាំងចំណីសេះព្រោះឆ្កែស៊ីអាហ្នឹងអត់បានតែសេះក៏ស៊ីអត់កើតអញ្ចឹងបានន័យថាយ៉ាងម៉េចគឺមានបញ្ហាដូច្នេះអារឿងដូច ICJ ហ្នឹងក៏អញ្ចឹងដែររដ្ឋាភិបាលមានសិទ្ធិដាក់ពាក្យប្តឹងទៅ ICJ អត់ព្រមប្តឹងដល់ពេលប្រជាពលរដ្ឋទូទៅប្តឹងអត់បានដោយសារតែខ្លួនឯងមិនអាចនឹងប្តឹងដោយគ្មានអ្នកតំណាងទេអានេះហើយដែលជាបញ្ហាណាអញ្ចឹងហើយបានថាមានតែបើថារដ្ឋាភិបាលក្រៅប្រទេសហ្នឹងគាត់គៀកោររដ្ឋាភិបាលម្ដងទៀតបងប្អូនរដ្ឋាភិបាលក្រៅប្រទេសនេះក៏អត់មានសិទ្ធិនៅក្នុងការប្តឹងទៅ ICJ នឹងបានដែរហេតុអីបានខ្ញុំនិយាយថាប្តឹងមិនបានដោយសារតែរដ្ឋាភិបាលក្រៅប្រទេសនេះគឺជាក្របខ័ណ្ឌបើកនៅក្នុងយន្តការគណៈបកប្រឆាំងដើម្បីឲ្យមានជាស្រមោលមានជារូបភាពមួយដើម្បីឲ្យមានចលនាក៏ប៉ុន្តែមិនមែនបានន័យថាជារដ្ឋាភិបាលដែលទទួលស្គាល់ដោយរដ្ឋាភិបាលដោយរដ្ឋាភិបាលបរទេសណាមួយឬក៏ ICJ ទេ ICJ អត់ទទួលស្គាល់រដ្ឋាភិបាលបែបនេះថាជារដ្ឋាភិបាលស្របច្បាប់ទេហើយក្នុងនេះមិនមែនបានន័យថាបន្ទុចប្រាបងប្អូនមិនឲ្យបើករដ្ឋាភិបាលបើកទៅបកកើតទៅវាអត់មានបញ្ហាអីក៏ប៉ុន្តែបើនិយាយពីភាពស្របច្បាប់ជាមួយមុខតុលាការព្រហ្មទណ្ឌយុត្តិធម៌អន្តរជាតិ ICJ គឺកម្ពុជារដ្ឋាភិបាលសពថ្ងៃដែលមានការបោះឆ្នោតដែលប្រជាពលរដ្ឋបោះឆ្នោតត្រឹមត្រូវសេរីយុត្តិធម៌មិនយុត្តិធម៌អានឹងគឺជារឿងមួយដែលយើងបោកបន្លំសហគមន៍អន្តរជាតិប៉ុន្តែយើងជារដ្ឋអធិបតេយ្យយើងជាសមាជិករបស់ ICJ រដ្ឋាភិបាលកម្ពុជាគឺត្រូវមានសិទ្ធិដាក់ពាក្យប្តឹងនឹងប្រជាពលរដ្ឋទូទៅធម្មតាមិនអាចដាក់ពាក្យប្តឹងបានទេហើយយើងអាចគៀកោរស្នាមមេដៃគ្រាន់តែដើម្បីដាក់សម្ពាធនោះឲ្យអាឆ្កែមួយដែលវានៅក្នុងប្រអប់ចំណីសេះហ្នឹងវាល្ងើបចាញ់អញ្ចឹងឲ្យសេះស៊ីចំណីហ្នឹងបានតែប៉ុណ្្នឹងឯងដូច្នេះរឿងហ្នឹងគឺមានតែប៉ុណ្្នឹងរដ្ឋាភិបាលក្រៅប្រទេសគឺនាំគ្នាធ្វើញ៉ាត់រឿងឲ្យមានប្រជាពលរដ្ឋមកទះដៃហូរកញ្ជ្រៀវឬក៏ស្រែកទៅដើម្បីឲ្យផ្អើលឆ្កែចេញពីក្នុងកន្លែងដែលប្រអប់ដាក់ចំណីសេះហ្នឹងឲ្យសេះស៊ីបានតែប៉ុណ្្នឹងឯងប៉ុន្តែបើសិនជារដ្ឋាភិបាលដាក់ប្តឹងខ្លួនឯងក៏ល្អដែរឥឡូវខ្ញុំនិយាយអំពីហេតុអីបានជាថៃឥឡូវនេះកំពុងតែបារម្ភខ្លាំងមែនទែនពីរឿង ICJ ហ្នឹងហើយនៅពេលដែលថៃបារម្ភកាន់តែខ្លាំងយើងកាន់តែដឹងច្បាស់ថាកម្ពុជាអត់បានដាក់ពាក្យប្តឹងអីតទៅសោះថ្ងៃនេះលោកស៊ីហាស័កភួងកេតកែវគាត់និយាយនៅក្នុងឃ្លាមួយដែលនិយាយថាអញ្ចេះខ្ញុំដកស្រង់ពីសារព័ត៌មានថៃដែលគាត់ប្រើភាសាថាប្រទេសកម្ពុជាខ្វះភាពស្មោះត្រង់មិនគួរឲ្យទុកចិត្តហើយមិនអាចនឹងត្រៀមខ្លួនដើម្បីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកាឡាលំពួរនេះបានទេដោយសារអីកម្ពុជា
ជួបចរចាផ្សេងមកនិយាយជាសាធារណៈផ្សឹងខ្ញុំថាពីរអ្នកហ្នឹងនិយាយដូចតែគ្នាតែចឹងឯងព្រោះអីតែយើងអត់មានប្រភពព័ត៌មានឯករាជ្យចូលរួមដល់ពេលគាត់ផ្សេងផ្សឹងអានឹងរឿងធម្មតាតរដ្ឋាភិបាលគេធ្វើតែអញ្ចឹងតាគេទៅនិយាយស្អំចិត្តប្រជាពលរដ្ឋរៀងខ្លួនប៉ុន្តែលោកភួងកេតកែវគាត់និយាយថាយើងនិយាយផ្សេងយើងអត់ស្មោះសរសបែបនេះគឺអត់ទុកចិត្តអញ្ចឹងបានន័យថាមិនអាចនឹងមានកិច្ចព្រមព្រៀងសន្តិភាពកូឡាលំពួរនឹងផងទេហើយគាត់ប្រាប់ចំណុចមួយទៀតដែលគួរឲ្យចាប់អារម្មណ៍គឺលោកភួងកេតកែវនិយាយចេះគាត់ថាគាត់អត់មានរដ្ឋាភិបាលថៃអត់មានធ្វើពិធីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាលំពួរដើម្បីផ្គាប់ចិត្តលោកត្រាំដើម្បីឲ្យគាត់មានប្រជាប្រិយផ្នែកនយោបាយរឿងពានរង្វាន់ Nobel សន្តិភាពឯណានោះទេអូខ្លាំងមែនតើខ្ញុំសូមសរសើរថៃរហូតតតែហ៊ានដូចថារិះគន់លោកត្រាំខ្លាំងដើម្បីស្អំចិត្តប្រជាពលរដ្ឋថៃថាអត់ត្រូវការតែលោកភួងកេតកែវអត់សូវខ្វល់ដែរនិយាយទៅព្រោះរដ្ឋាភិបាលគាត់យ៉ាងយូរសល់2ខែទៀតនឹងអស់ហើយព្រោះអីគេត្រូវរំលាយចោលនៅប្រហែលជាមុនខែមករានេះដែលលោកអនុទិនច័ន្ទវរៈគុលទើបតែលើកឡើងមិញនេះថ្ងៃនេះដូច្នេះលោកភួងកេតកែវលោកលើកឡើងអំពីយកលេសថាកម្ពុជាអត់មានភាពស្មោះត្រង់អត់ទាន់ត្រៀមខ្លួនរួចព្រោះអីអត់បានទាន់ថាគិតថានឹងអនុវត្តតាមលក្ខខណ្ឌឲ្យបានត្រឹមត្រូវគាត់និយាយចេះទៀតអារឿងថាខ្មែររឿងកលិចកលុចនេះគាត់និយាយចោតខ្មែរយើងណាខ្ញុំអត់និយាយថាខ្មែរកលិចកលុចគាត់ចោតខ្មែរយើងថាកលិចកលុចគាត់ថាចេះរដ្ឋាភិបាលខ្មែរអត់ស្មោះត្រង់ទេហើយចង់តែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិអាហ្នឹងឯងដែលថៃគាត់ថាអត់ទុកចិត្តសោះឃើញថៃឃើញបៀនៅលើដៃយើងហ៎សន្លឹកបៀរឿង ICJ នៅដៃយើងព្រោះរដ្ឋមន្ត្រីការបរទេសថៃនិយាយថាបន្តិចពមមានតែពីរឿងចង់ប្តឹងទៅតុលាការ ICJ អីអញ្ចឹងជួនកាលនិយាយអញ្ចឹងគាត់និយាយអញ្ចឹងណាអញ្ចឹងបានន័យថាម៉េចបានន័យថាកម្ពុជាអត់ទាន់ប្តឹងទេគឺគ្រាន់តែយកលេសជូនដំណឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីជាការដាក់សម្ពាធឲ្យថៃធ្វើតាមអីឲ្យភ័យអីអញ្ចឹងទៅប៉ុន្តែបៀនៅក្នុងដៃយើងអត់លេងទេឥឡូវបៀនៅក្នុងដៃរបស់កម្ពុជាយើងធីបចោលទៅហើយមានអត់មានកចាស់យើងធីបចោលយើងរើស3 2បិចយកមកលេងតើយើងឈ្នះគេទេបងប្អូនអ្នកចេះលេងកទេគិតខ្លួនឯងទៅខ្ញុំមិនចង់លើកទឹកចិត្តឲ្យលេងលបែងទេតែយ៉ាងហោចណាស់ក៏យើងដឹងថាយើងមានបៀលេងតែយើងផ្កាប់វាចោលឲ្យទីវហើយយើងលើកយក3បិច2បិចយកមកកាន់លេងតែយើងលេងស្អីកើតយើងអត់មានតុងលេងផងនឹងខ្ញុំចង់និយាយពីភាសាកទេមានតុងលេងបានន័យថាយើងអាចយកបៀហ្នឹងយកទៅចាក់គេដើម្បីឲ្យអាចផ្សងត្រូវដែរតែនេះគឺយើងផ្កាប់ឲ្យទីវតែម្ដងបានន័យថាអស់ឱកាសនៅក្នុងការដែលលេងគេបានគឺឆាឬយកមកយើងចាញ់តែម្ដងអញ្ចឹងនៅក្នុងនេះមិនមែនតែលោកភួងកេតកែវនិយាយអំពីបញ្ហា ICJ ដែលខ្មែរចេះតែលើកយកមកគំរាមហើយមិនទាន់ប្តឹងហ្នឹងថៃកំពុងតែមិនទុកចិត្តថាខ្មែរខ្លាចខ្មែរប្តឹងហ្នឹងថ្ងៃនេះអាទិត្យនេះនៅប្រទេសថៃគេធ្វើការស្ទង់មតិមួយទូទាំងប្រទេសថៃអំពីជំហររបស់ប្រជាពលរដ្ឋថៃតាក់ទងនឹងរឿងចំនួនព្រំដែនខ្ញុំមិនលើកការស្ទង់មតិនឹងទាំងអស់មកទេព្រោះអីវាច្រើនពេកខ្ញុំលើកតែមួយចំណុចរឿង ICJ ឯងបងប្អូនស្ដាប់ការស្ទង់មតិរបស់ថៃរឿង ICJ បានដឹងថាថៃខ្សោយមែនតើគឺថៃអត់មានបៀលេងសោះខ្មែរយើងមានអត់មានកចាស់តែយើងធីបចោលហើយខ្ញុំនិយាយនេះគឺបងប្អូននឹងភ្ញាក់ផ្អើលថៃ72%ប៉ុណ្ណោះនៅក្នុងចំណោមមហាជនថៃនៅក្នុងការស្ទង់មតិនេះគឺមានមិនដល់ 2% ទេដែលគ្រប់គ្រងបើប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក៏បានដែរអញ្ចឹង 98% បានន័យថាមិនទូទាំងប្រទេសថៃតែម្ដងគឺខ្លាចការដែលប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហេតុអីបានថៃខ្លាចបងប្អូនហេតុអីបានការស្ទង់មតិប្រជាពលរដ្ឋថៃនៅទូទាំងប្រទេសបង្ហាញអំពីខ្លាចភាពខ្លាចរបស់ថៃរឿងតុលាការយុត្តិធម៌អន្តរជាតិគឺដោយសារតែថៃដឹងខ្លួនច្បាស់ថាថៃបំពានដែនអធិបតេយ្យរបស់កម្ពុជាថៃអត់មានបៀលេងទេអញ្ចឹងបៀនៅក្នុងដៃខ្មែរទេតែសំខាន់គឺខ្មែរអត់ប្តឹងឥឡូវនេះវល់ថៃដាក់សម្ពាធឲ្យចូលតុចរចាក្នុងយន្តការ JBC ឬក៏ GBC ឬក៏ RBC នេះអានឹងហើយដែលជាយន្តការថៃចង់បានហើយចង់បានយូរហើយចង់ឲ្យតែចរចាទ្វេភាគីឲ្យដាក់លក្ខខណ្ឌទៀត
ព្រោះអត់ចង់ឲ្យទៅតុលាការយុត្តិធម៌អន្តរជាតិទេដូច្នេះបើសិនជាខ្មែរមិនលេងបៀសញ្ញក ICJ នេះទេអាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនៅកូឡាលំពួរនេះបើមាននៅថ្ងៃទី26ក៏មិនបានសន្តិភាពអីដែរព្រោះអីគឺជាសន្តិភាពដែលខ្មែរបាត់ដែនអធិបតេយ្យរបស់ខ្លួនហើយខ្មែរចង់ប្តឹងតាមក្រោយមែនទេរក្សាសិទ្ធិប្តឹងហ៎ខ្ញុំថានេះគឺជាភាសាលួងចិត្តទេព្រោះយើងអាចទៅប្តឹងថៃនៅពេលដែលមានកិច្ចព្រមព្រៀងសន្តិភាពបានទេព្រោះអីកិច្ចព្រមព្រៀងតែមានហើយគឺយើងអាចជាខ្លាយជាអ្នកបង្កហេតុទេលើកឡើងតែយើងដាក់លក្ខខណ្ឌទាំងអស់ហ្នឹងនៅក្នុងកិច្ចព្រមព្រៀងមុននឹងជជែកឲ្យចាំណាបងប្អូនបើកម្ពុជាដាក់លក្ខខណ្ឌហ្នឹងនៅក្នុងកិច្ចព្រមព្រៀងថានៅពេលដែលដើម្បីឲ្យមានកិច្ចព្រមព្រៀងខ្ញុំព្រមចុះហត្ថលេខាទាល់តែដកទ័ពថៃទាំងអស់ចេញពីតំបន់ដែលគ្រប់គ្រងដូចជាអានសេះភ្នំទ្រាប់ប្រាសាទតាមាន់ធំឬក៏កន្លែងផ្សេងទៀតរួមទាំងព្រៃច័ន្ទនិងភូមិជោគជ័យផងណាខ្ញុំថា 100% ថៃដឹងតែអត់ចុះហត្ថលេខាទេ 100% ហើយបើមានការចុះហត្ថលេខាវាច្បាស់ណាស់គឺព្រមព្រៀងគ្នាទៅតាមសំណើទាំង4របស់ថៃដោយព្រោះថៃអត់ព្រមទេហើយថៃអត់មានអីបាត់បង់ទេរដ្ឋាភិបាលថៃសប្ងៃនេះណាអត់មានខ្លាចគេរំលាយទេព្រោះត្រូវរំលាយខ្លួនក្នុងរយៈពេលតែប្រហែលខែទៀតនេះក៏គាត់សន្យាតែ4ខែតាលោកអនុទិនច័ន្ទវីរៈគុលសន្យាជាមួយនឹងគណៈបកប្រជាជនថៃគឺគណៈបកប្រឆាំងថៃថាតំណាងរាជគណៈបកប្រជាជនថៃហ្នឹងដែលមកគូបដើម្បីបានកម្លាំងឲ្យលោកអនុទិនខ្លាចជានាយករដ្ឋមន្ត្រីឈ្នះគណៈបកភឿថៃរបស់តកូលថាក់ស៊ីនហ្នឹងគឺដោយសារសន្យាថា4ខែរៀបចំរដ្ឋាភិបាល4ខែរំលាយរដ្ឋសភាឥឡូវក៏ថាមិនបាច់ដល់4ខែផងណាសឿងបឿងដល់ប៉ុណ្ណឹងណាបងប្អូនហើយដឹងលោកអនុទិនច្បាស់ក្នុងចិត្តហ្នឹងថារំលាយចោលមុន4ខែហ្នឹងគឺរំលាយមុនខែមករាហ្នឹងដោយសារអីគាត់ថាអូឥឡូវខាងគណៈបកភូមិใจថៃរបស់គាត់ហ្នឹងមានប្រជាប្រិយខ្លាំងជាងភឿថៃរបស់ថាក់ស៊ីនទៀតស៊ីណាវ៉ាត់ទៀតដោយសារអីគេបោះឆ្នោតនៅកាន់ច័ន្ទបុរីហើយនឹងស្រះកែវស៊ីសកេតអីនោះគឺគេមានឈ្នះមូលដ្ឋានប្រមាណឈ្នះពុកកាប់ក្រុមភឿថៃគេថាគេច្បាស់លាស់គេត្រៀមខ្លួនដើម្បីបោះឆ្នោតធំហ្មងទៅឲ្យប្រជាប្រដ្ឋថៃទូទាំងប្រទេសបោះរើសគេទៅកុំឲ្យរើសតាមអារបៀបបដោះអាសន្នអីចឹងដូច្នេះបានន័យថាគេនឹងរំលាយរដ្ឋាភិបាលចឹងរដ្ឋាភិបាលថៃអត់មាននរណាមកខ្លាចនឹងនិយាយផ្ដេសផ្ដាស់រឿងបានដីខ្មែរឲ្យមិនដកថយនឹងទេដោយសារអីគេចង់ស្អំចិត្តប្រជាពលរដ្ឋថៃឲ្យជឿទុកចិត្តលើរដ្ឋាភិបាលរបស់អនុទិនច័ន្ទវីរៈគុលបើពេលបោះឆ្នោតគឺបោះឆ្នោតឲ្យពួកគាត់ដើម្បីអីទាមទារយកដីខ្មែរនឹងបានទេដូច្នេះរដ្ឋាភិបាលក្រោយនេះណាក៏ដោយក៏អត់អាចដោះស្រាយបញ្ហាព្រំដែនខ្មែរបានដោយសន្តិវិធីឬសន្តិភាពដែរព្រោះពួកគេយករឿងនឹងជានយោបាយអស់ហើយហ្នឹងអញ្ចឹងហើយបានខ្មែរអត់ត្រូវការចាំអីទៀតទេអត់ចាំអីទៀតទេយើងទៅផ្សងសន្តិភាពរបស់ថៃគឺយើងដឹងទៅសុំគេហើយគេដាក់សម្ពាធយើងគ្រប់បែបយ៉ាងជាការពិតយើងមានទាហានយើង18នាក់នៅក្រោមការគ្រប់គ្រងរបស់គេនឹងអាចធ្វើបាបប៉ុន្តែថៃគឺនឹងយកទាហាននឹងធ្វើជាចំណាប់ខ្មាំងជារៀងរហូតហើយគ្មានពេលត្រឡប់ក្រោយទេអញ្ចឹងហើយបានថាជំរឿសរបស់យើងគឺមានតែចំណុច2ដែលខ្ញុំធ្លាប់បាននិយាយគឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី$23បងប្អូនមិនមែនយកកិច្ចព្រមព្រៀងធ្វើជាច្បាប់ទេណាទៅដាក់សង្កត់កថៃគឺដាក់សម្ពាធត្រង់ថាថៃជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងហ្នឹងដើម្បីការពារដែនអធិបតេយ្យរបស់កម្ពុជាយកវាជាលិខិតតុបករកតិយុត្តផ្លូវច្បាប់ដើម្បីឲ្យថៃទទួលព្រោះថៃអួតថាគោរពច្បាប់អន្តរជាតិតែឥឡូវគោរពទៅកិច្ចព្រមព្រៀងក្រែងខ្លួនជាម្ចាស់ហត្ថលេខីមួយដែរតើហើយហេតុអីបានជាបំលោបដែនអធិបតេយ្យអាហ្នឹងមួយប៉ុន្តែមិនមែនបានន័យថាថៃដកថយទេព្រោះកិច្ចព្រមព្រៀងគ្រាន់តែដាស់សតិថៃថាអ្នកឯងបំពានច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលអ្នកឯងជាសាក្សីរស់កាលពី34ឆ្នាំមុនតែប៉ុណ្ណឹងនៅពេលដែលបានប៉ុណ្ណឹងហើយគឺយើងដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីផ្គួបទៅតាមអ្វីដែលថៃរំលោភបំពានសូម្បីតែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីក៏ខ្លួនរំលោភបំពានស្មារតីនឹងហើយបំពានសពបែបយ៉ាងផ្សេងទៀតមានហេតុផលសមរម្យជាភ័ស្តុតាងដើម្បីដាក់ប្តឹងថៃបានហើយបើអត់ដាក់ប្តឹងទេគឺវាអត់មានជំរឿសអីនឹងទាថៃវិញបានសោះព្រោះឥឡូវឃើញដូចភូមិព្រៃច័ន្ទអីចឹងដីប្លង់កម្មសិទ្ធិអីណាយកទៅឲ្យប្រជាពលរដ្ឋថៃអីណាដីខ្មែរសោះនឹងទៅឲ្យកើតដែរហើយខ្មែរយើងចេះថាកុំសួរកុំនាំពីរឿងបាត់អីយើងនឹងទៀមទាគេមកវិញយើងរក្សាសិទ្ធិអានេះគឺជាភាសាស្អំចិត្តខ្ញុំជឿរដ្ឋាភិបាលគ្មានជំរឿសដែរទេបងប្អូនរឿងនេះបើនិយាយ1000មួយយប់ក៏និយាយតែមិនចប់ដែរ
có bàn tay lấy dương này gì âm pi tẹt tông chấm nói mình không gì bạn bay buôn chấm nói vậy tại sao tại vì bẹp pon kia tầng on này lấy nick xem trong này gì âm pi cái xuông mà hạp tay nó vinh thằng ngày ní cứ đợt đại đợt trường mình tên tranh sẽ cái đâyประกาศ port เมียน muối ដើម្បីការពារភាពស្អាតស្អំរបស់លោកសសុខាដែលជារដ្ឋមន្ត្រីក្រសួងការពារក្រសួងមហាផ្ទៃហើយមានឈ្មោះនៅក្នុងបញ្ជីខ្មៅលោកសសុខាគឺលោកពិតជាត្រូវបានមាននៅក្នុងបញ្ជីខ្មៅមួយរបស់ខាងតំណាងរាជសហរដ្ឋអាមេរិកហើយនឹងរបាយការណ៍ស្រាវជ្រាវរបស់អាមេរិកកាលពីខែឧសភាមកម្ដងទៅហើយប៉ុន្តែតកតងនឹងក្រុមហ៊ុនមួយឈ្មោះថាចិនប៉ៃដែលមានកាស៊ីណូបនលបែងនៅក្រុងប្រសេនុហើយក្រុមហ៊ុននោះមែនតើទៅលោកសសុខាឈប់បើកក្រុមហ៊ុនឈប់អីគ្រាន់តែថានៅក្នុងរបាយការណ៍ស្រាវជ្រាវនេះគេរកឃើញថាគាត់ជានាយកអីអញ្ចឹងទៅហើយគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងក្រុមអង្គញាចិនស៊ីហ្នឹងតែនេះគឺសេចក្តីថ្លែងការណ៍សេចក្តីបំភ្លឺរបស់ក្រសួងមហាផ្ទៃចេញថ្ងៃទី20ហ្នឹងដាក់អញ្ចេះថាថ្មីនេះមានការផ្សព្វផ្សាយព័ត៌មានដោយផ្អែកលើរបាយការណ៍ដែលមានចរិតនយោបាយថាលោកសសុខាជាសហវិនិយោគិនជាមួយនឹងក្រុមហ៊ុនកាស៊ីណូចិនប៉ៃដែលមានមូលដ្ឋាននៅក្រុងបរសៃអនុខេត្តបរសៃអនុក្រសួងមហាផ្ទៃជាថ្មីម្ដងទៀតសូមបំភ្លឺដូចតទៅទី1លោកសសុខាពុំមានការពាក់ព័ន្ធនិងពុំមានភាគហ៊ុនជាមួយនឹងអាជីវកម្មកាស៊ីណូចិនប៉ៃទេទី2គឺបាទថាលោកសសុខាដុតដៃដុតជើងជួយដោះស្រាយរឿងហ្នឹងច្រើនរាប់សិបករណី48លើកអីណាផងដូច្នេះមានតែប៉ុណ្្នឹងគាត់បំភ្លឺថាស្អាតស្អំបងប្អូនសេចក្តីបំភ្លឺរបស់ក្រសួងមហាផ្ទៃគឺជាការគប់ជួនទៅត្រូវពេលហើយក៏ប៉ុន្តែប៉ុណ្ណឹងវាមិនអាចនឹងជំរះបញ្ជីបានទេតើតែបើកគណៈកម្មការស៊ើបអង្កេតឯករាជ្យហើយរកទៅលៀងខ្លួនឲ្យអស់ទៅឲ្យគណៈកម្មការនឹងរកឃើញទៅបានរួចផុតពីការចាត់ប្រកាន់ហើយបើអញ្ចឹងទេគេនៅតែគិតថាជាការគ្រាន់តែស្អំចិត្តដើម្បីឲ្យរួចផុតពីការចាត់ប្រកាន់អីអញ្ចឹងបាទឥឡូវនេះគឺតកតងនឹងរឿងដាក់ទណ្ឌកម្មវិញបងប្អូននេះគឺជាលើកទី1ហើយដែលប្រព័ន្ធធនាគារកូរ៉េដាក់ទណ្ឌកម្មបង្កក់ទ្រព្យសម្បត្តិឬក៏ប្រាក់នៅធនាគារកូរ៉េខាងត្បូងនៅប្រទេសកម្ពុជាយ៉ាងហោចណាស់4សាខាដែលមានទឹកប្រាក់ជាង$60 លានគឺស្មើនឹង91លាន2សែននៅ91.2ពាន់លានវ៉ុនបាទ91.2ពាន់លានវ៉ុននេះគឺជាការផ្សាយរបស់សារព័ត៌មានកូរ៉េមួយឈ្មោះថា The Chosun Daily បាទគាត់ផ្សាយថាឥឡូវនេះគឺធនាគាររបស់កូរ៉េខាងត្បូងដែលមានសាខានៅកម្ពុជា4សាខាធំហ្នឹងមានច្រើនណាស់ខ្ញុំអានមិនអស់ទេមានពេលគ្រប់គ្រាន់ខ្ញុំនឹងអានជូនមានទាំងCookmin Bank មាន Jeon Book Bank មាន Worry Bank និង Shinhan Bank និង IM Bank មាន5ហើយណោះដែលទឹកប្រាក់ដាក់តម្កល់ហ្នឹងគឺជាទឹកប្រាក់ដែលដាក់មកពីពាក់ព័ន្ធនឹងក្រុមហ៊ុន Prince របស់អ្នកអង្គញាGen Z ហើយចំណាត់ការនេះគឺមិនត្រឹមតែបង្កក់ប្រាក់នៅក្នុងធនាគារនៅក្នុងស្រុកដែលជាទ្រព្យរបស់អង្គញាឬក្រុមហ៊ុន Prince Group នឹងទេគឺរដ្ឋាភិបាលកូរ៉េកំពុងរកចំណាត់ការដើម្បីដាក់បុគ្គលពាក់ព័ន្ធនឹងក្នុងបញ្ជីខ្មៅដើម្បីចាត់ការបន្តទៀតផងបាទរឿងនេះគឺបើសិនមានបញ្ហានឹងមែនយើងគឺយ៉ាប់មែនតើព្រោះអីកូរ៉េគឺជាប្រទេសដែលអភិវឌ្ឍដៃគូអភិវឌ្ឍធំណាដូចជាទី5ហើយក្នុងចំណោមប្រទេសធំដែលអភិវឌ្ឍឬពាណិជ្ជកម្មអីជាមួយកម្ពុជាហើយរឿងនេះគឺប៉ះពាល់វិនិយោគិនទូទាំងពិភពលោកតែម្ដងនិងកូរ៉េខាងបូងនឹងទៀតតែយ៉ាងណាបងប្អូនខ្ញុំស្លេះរឿងហ្នឹងហើយនឹងបន្ថែមពេលក្រោយទៀតរឿងមួយទៀតគឺតកតងនឹងការធ្វើទុកបុកម្នេញប្រជាពលរដ្ឋខ្មែរគ្នាឯងនៅក្នុងពេលដែលកំពុងតែមានបញ្ហាជាមួយថៃថ្ងៃនេះគឺមគ្គុទ្ទេសក៍ទេសចរម្នាក់នៅខេត្តសៀមរាបឈ្មោះថាលោកពិនពូចអាយុ51ឆ្នាំនិងជាអ្នកបញ្ចេញមតិតាមបណ្ដាញសង្គមត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី14ខែតុលាដោយអាជ្ញាធរស្លៀកពាក់ស៊ីវិលមួយក្រុមនៅពេលដែលលោកកំពុងនៅហាងលក់ដូររបស់ភរិយារបស់លោកនៅមុខផ្ទះនៅក្នុងក្រុងសៀមរាបក្រោយមកលោកត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសាកសួរថ្ងៃទី16ខែតុលាលោកពូចត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រាប់ឃុំខ្លួនបណ្ដោះអាសន្នរងចាំសវនាការនៅពន្ធនាគារ PG នៅក្នុងរដ្ឋធានីភ្នំពេញរាជធានីភ្នំពេញក្រោមបទចោទរួមគំនិតក្បត់តាមមាត្រា453នៃក្រមព្រហ្មទណ្ឌបាទនេះគឺជាសេចក្តីប្រកាសព័ត៌មានរបស់អង្គការ Liga-doហើយថាការចាប់ខ្លួននិងចោទប្រកាន់ទៅលើលោកពូចនេះកើតឡើងក្រោយពេលដែលលោកបញ្ចេញមតិលើបណ្ដាញសង្គមរបស់លោក
លោកពូចអាចប្រឈមមុខជាប់ពន្ធនាគារចន្លោះពី5រហូតដល់10ឆ្នាំប្រសិនបើតុលាការផ្តន្ទាទោសបាទនេះគឺជាអ្វីដែលគាត់ថ្លែងសារហ្នឹងគឺនៅក្នុងបណ្ដាញសង្គម Facebook និយាយពីរឿងបាតកម្មនៅនេប៉ាល់ទម្លាក់មេដឹកនាំនេប៉ាល់អីពីក្រមយុវជន Gen Z អញ្ចឹងណាបាទតែយ៉ាងណាបងប្អូនព័ត៌មានលម្អិតរឿងនេះយើងនឹងតាមដានទៀតប៉ុន្តែការដែលធ្វើទុកបុកម្នេញអ្នកបញ្ចេញមតិតាមបណ្ដាញសង្គមមិនមែនតែលើកទី1ដូច80ករណីជាងឯងបើតាមអង្គការ Liga do រកឃើញហើយនឹងរឿងចុងក្រោយថ្ងៃនេះខ្ញុំចង់ជម្រាបជូនបងប្អូនអំពីខាងបុគ្គលិកកម្មករ Nagavel បានដាក់ញត្តិបន្តទៀតហើយបងប្អូនអាណិតពួកគាត់ខ្លោចចិត្តហើយព្រោះអីតស៊ូជាង4ឆ្នាំទៅហើយរួចអត់បានដំណោះស្រាយអីសោះឥឡូវនេះគឺថ្ងៃ20នេះគឺគាត់មានកម្មករនយោជិតបុគ្គលិក Nagavel ថ្នាក់ដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុននេះគឺបានទៅជួបជុំគ្នាដាក់លិខិតទាំងនៅក្នុងក្រសួងការងារផងដាក់នៅស្ថានទូតកាណាដាអង់គ្លេសអាមេរិកអូស្ត្រាលីជប៉ុនម៉ាឡេស៊ីអាល្លឺម៉ង់ផងដាក់គ្រប់ហើយតាំងពីម៉ោង8ព្រឹកមករហូតដល់2រសៀលប៉ុន្តែគាត់អ្វីដែលចង់បានគឺស្នើសុំពន្លឿនដំណោះស្រាយវិវាទការងារក្រុមហ៊ុន Nagavel ឲ្យស្របតាមអនុសាសន៍របស់អង្គការពលកម្មអន្តរជាតិហៅកាត់ថា ILO ខ្ញុំថានេះគឺជាយូរពេកហើយបងប្អូនគឺដំណោះស្រាយឥឡូវនេះខាងក្រសួងការងារគេថាយ៉ាងម៉េចថ្ងៃហ្នឹងគឺសារព័ត៌មានក្នុងស្រុកដកស្រង់នោះថាផុតពីដៃគេឯងព្រោះអីខាងកម្មករមិនទទួលយកការដោះស្រាយតាមអាជ្ញាកណ្ដាលឬក្រសួងការងារហើយខាងកម្មករថាការដោះស្រាយតាមអាជ្ញាកណ្ដាលក្រសួងការងារគ្មានភាពយុត្តិធម៌បាននៅតវ៉ាជាង4ឆ្នាំហើយទៅអត់មានដំណោះស្រាយហើយនៅតែលេបចូលដែរឃើញតែវាយដំក្តិចខ្ញាំពួកគាត់តវ៉ាទាំងភ្លៀងទាំងខ្យល់ចោះរឿងនឹងអីក៏ពិបាកដោះស្រាយម្លេះខ្ញុំពងតែឆ្ងល់តែយ៉ាងណាសូមជូនពរឲ្យពួកគាត់អាចនឹងរកដំណោះស្រាយបានឆាប់ហើយនឹងចុងក្រោយបាទមុននឹងបិទកម្មវិធីនេះគឺតកតងនឹងការបើកប្រលានយន្តហោះជាផ្លូវការប្រលានហោះអន្តរជាតិនៅឯកណ្ដាលស្ទឹងហ្នឹងឃើញលោកហ៊ុនម៉ាណែតបានប្រកាសបើកសម្ពោធជាផ្លូវការនៅថ្ងៃទី20ខែតុលានេះក្រោយឲ្យបើកផ្លូវការហ្នឹងវាមួយខែ10ថ្ងៃឯងព្រោះតាំងថ្ងៃ9ខែកញ្ញាមកម្លេះមិនអញ្ចឹងឯងបងប្អូនតែពួកគាត់បើកនេះគឺបញ្ជាក់អំពីសមិទ្ធិនៅក្រោមការគ្រប់គ្រងរបស់ក្រុមគ្រួសារតកូលហ៊ុនអីអញ្ចឹងទៅវាជាមោទនភាពសម្រាប់ក្រុមពួកគាត់ដែរនិយាយទៅហើយជាមុខមាត់របស់កម្ពុជាដែរនិយាយឲ្យមែនតើព្រោះអីពលានយន្តហោះអន្តរជាតិនេះវាអាចមានការថោះភ្ជាប់ផ្ទាល់ដែលតែម្ដងដល់ប្រទេសធំជាច្រើនលោកហ៊ុនម៉ាណែតថាឥឡូវនេះមានជើងហោះហើរផ្ទាល់ទៅប្រទេសច្រើនហើយកិច្ចព្រមព្រៀងប៉ុន្តែលោកមិនបញ្ជាក់ថាប្រទេសណាតែខ្ញុំដឹងច្បាស់ថាមកអាមេរិកនេះវាអត់ទាន់មានទេយើងត្រូវហោះទៅថៃឬក៏សិង្ហបុរីឬតៃប៉េឬក៏ជប៉ុនអីដើម្បីចម្លងយន្តហោះមកតង់ទៀតណាប៉ុន្តែយ៉ាងណាសង្ឃឹមថាថ្ងៃក្រោយនឹងមានការហោះផ្ទាល់មកសហរដ្ឋអាមេរិកព្រោះអីពលានយន្តហោះហ្នឹងគឺមានទីតាំងធំល្មមដើម្បីអាចដាក់យន្តហោះធំប្រភេទ Boeing នឹងបានដែលអាចហោះត្រង់មកដល់អាមេរិកបានដែរបាទតែប៉ុណ្្នឹងឯងបងប្អូនដូច្នេះខ្ញុំការផ្សាយរបស់ខ្ញុំប៉ុណ្ណេះនៅសល់ព័ត៌មានមួយចំនួនដែលផ្សាយមិនអស់ដូចជាគណៈកម្មាធិការលេខាធិការដ្ឋានដែលជួបគ្នាថ្ងៃនេះគឺគេត្រៀមជើងព្រួលដើម្បីប្រជុំ GBC នៅថ្ងៃ22ថ្ងៃ23អីហ្នឹងគឺគ្រាន់តែជាពិធីសារបង្ក្រប់កិច្ចដើម្បីឲ្យមានកិច្ចប្រជុំទេប៉ុន្តែអ្វីដែលប្រជុំយ៉ាងណាក៏មិនបានផលអីដែរបើសិនជាខ្មែរនិងថៃនៅតែខ្វែងយោបល់គ្នារឿង4លក្ខខណ្ឌរបស់ថៃដែលទាមទារឲ្យខ្មែរធ្វើដែលអាចនឹងបាត់បង់ដែនអធិបតេយ្យនឹងដីខ្មែរហើយខ្មែរមិនព្រមប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនោះតែយ៉ាងណាខ្ញុំជឿថារដ្ឋាភិបាលខ្មែរអាចព្រមដើម្បីដោះដូរយកសន្តិភាពនិងភាពស្ងប់ស្ងាត់គឺអាចចុះកិច្ចសន្យាព្រមតាមលក្ខខណ្ឌថៃហើយនៅតែរក្សាចិត្តសិទ្ធិថានឹងប្តឹងនៅពេលក្រោយនឹងពីរឿងគេរំលោភដែនអធិបតេយ្យបាត់ប៉ុណ្ណាបាត់ប៉ុណ្ណឹងសិនទៅកុំសួរច្រើនតែរក្សាសិទ្ធិប៉ុន្តែការរក្សាសិទ្ធិនឹងអាចទាគេបានប៉ុណ្ណាខ្ញុំពុំមានសុតិធិនិយមទេបើយើងអត់ប្តឹងឥឡូវមុននឹងមានកិច្ចព្រមព្រៀងសន្តិភាពតែមានហើយគឺយើងពិបាកនឹងប្តឹងគេណាស់ព្រោះអីគេនឹងរករឿងយើងថាយើងនាំអាចឲ្យមានសង្គ្រាមទៀតដូច្នេះយើងពិបាកបាទហើយអញ្ចឹងវាអាចនឹងបាត់ជារៀងរហូតតែម្ដងបាទសូមអរគុណបងប្អូនខ្ញុំសូមស្លេះការផ្សាយត្រឹមប៉ុណ្ណេះដោយសារ10ម៉ោងចូលធ្វើការផងហើយសូមជម្រាបលាបងប្អូននៅប្រទេសកម្ពុជាសូមទទួលទានដំណេកឲ្យលងលក់ស្កប់ស្កល់ហើយបងប្អូននៅទីក្រុងឡុងប៊ិចនិងនៅសហរដ្ឋអាមេរិកអរុនសុស្ដីបាទសូមអរគុណសូមជម្រាបលា